Hello សួស្តីអ្នកនរគ្នាវីដេអូនេះខ្ញុំនឹងបង្រៀនអ្នកនរគ្នាអំពីរបៀបនៃការបង្កើត Channel ស្តង់ដារនៅលើ YouTube មុនបងយើងចូលមកនិយាយថាយើងមាន email ហើយបន្ទាប់មកយើងចូលកន្លែងហ្នឹងមកយើងវាយឈ្មោះ Channel របស់យើងដែលយើងចង់ដាក់អញ្ចឹង Channel របស់យើងវាយសិនមកយើងចុច Create Channel បន្ទាប់វា create channel ហើយយើងមកបន្តទៀតដោយសារសេវាខាងខ្ញុំរៀង slow ដល់អញ្ចឹងវានៅរៀងវល់បន្ទាប់ពីចូលមកបានហើយគឺយើងចូលមកកន្លែងcustomize តែយើងចូល setting កន្លែង generalមានថាឆ្លាញ់ select យកលុយកន្លែងហ្នឹងគឺយើងយកជាដុល្លារមកបន្ទាប់មកកន្លែង channel កន្លែងនេះមានថាកន្លែង basic info បន្ទាប់មកយើង select យកប្រទេសនៅCambodia select យក Cambodia មក advanced setting កន្លែងនេះយើងយក no កន្លែងយើងយក no មានថា channel របស់យើងមិនមែនសម្រាប់កូនក្មេងមើលដល់ពេលហើយចូលកន្លែងនេះនៅវាទី1វា enable ដល់ពេលទី2មានថាកន្លែង verify ជាមួយលេខទូរស័ព្ទដើម្បីនេះវាដាក់ថាយើងដើម្បីឲ្យវីដេអូបានវែងលើសពី15នាទីអញ្ចឹងទូទៅយើង verify ជាមួយលេខទូរស័ព្ទបន្ទាប់មកយើងចូលកន្លែង basic តែនេះកន្លែង keyword មានថាយើងវាយជា keyword មួយដែលយើងចង់ឧទាហរណ៍ថារបស់យើងតាក់ទងនឹងគេតាក់ទងនឹង music ធ្វើតាក់ទងនឹង music អញ្ចឹងយើងវាយមកឡើយហ្នឹងយើងដើម្បីឲ្យគេដឹងថាយើងធ្វើពីអីចឹងឧទាហរណ៍ថាយើងវាយពី music មក relaxing music set បន្ទាប់មកយើងអាចដាក់ជា chill អីចឹងទៅ chill web អីចឹងទៅ chill web yes បន្ទាប់ពីហើយយើងចូលចំណុចមួយទៀតកន្លែងupload នេះកន្លែង title មានថាចំណងជើងនៃវីដេអូរបស់យើងណាបន្ទាប់មក description មានថានៅក្រោមវីដេអូរបស់យើងចង់ដាក់អីគេសម្រាប់ឧទាហរណ៍ថាឥឡូវខ្ញុំឧទាហរណ៍មួយទៅថាយើងសេមសុំជួយ subscribe សម្រាប់វីដេអូបន្ទាប់អីយ៉ាងទៀតទៅយើងទៅសេឲ្យច្រើនជាងហ្នឹងមកមកដល់កន្លែងនេះវាមាន3វាមាន public private និង analyst អញ្ចឹង private មានថាផុសទៅយើងឃើញតែឯងដល់ពេល public យើងផុសទៅវាឃើញដល់ពេល analyst ទូទៅយើងសម្រាប់ខ្ញុំ recommend ឲ្យអ្នកគ្នាយកឡើង analyst មានថាយើងផុសទៅវាអត់តាន់ទៅទេយើងអាចនៅកែបាទដល់ពេលមកកន្លែង tag វាមានសំខាន់ណាដូច keyword ចឹងគឺយើងផុសយើងសរសេរឧទាហរណ៍ថាបើយើងធ្វើតាក់ទងនឹងបទចម្រៀងអញ្ចឹងយើងសរសេរមកបទចម្រៀងយើងតាក់ទងនឹងអីដូចឧទាហរណ៍ថា music អីចឹងទៅ relaxing music set អីទៅmusic បែប chill អីចឹងទៅដែលសម្រាប់ឲ្យគេវាយមកគឺយើងឲ្យមានថាគេ search មកឲ្យវា load បទចម្រៀងយើងដែលយើងសរសេរហ្នឹងគឺឲ្យវាឃើញបន្ទាប់មកមួយទៀតកន្លែងនេះអត់មានអីទេដល់ពេលចូលមកកន្លែងនេះកន្លែងនេះ comment មានថាយើង on មានថាយើងបើកឲ្យគេ comment កន្លែង moderation អានេះដាក់ណាន់ដែរមកដល់កន្លែងនេះកន្លែងប្លុកមានថាយើង
ប្លុកយើងទៅសេវាចង់សេlạiយើងប្លុកដើម្បីឲ្យគេប្លុក Facebook ប្លុកពាក្យណាដែលយើងគិតថាវាអត់សមរម្យអត់អីចឹងទៅយើងទៅសេក្នុងហ្នឹងណាពេលដែលមានគេ comment គឺ YouTube នឹងប្លុកអូតូមកដល់កន្លែងនេះក៏អត់មានអីដែរអញ្ចឹងយើងបាច់ទេពេលកន្លែងនេះពេលដែលវា verify ហើយ verify ផ្លេចមកដល់កន្លែងនេះក៏អត់អីដែរអញ្ចឹងយើងចុចមានថាយើងចុច save វាមកចុច save មកចូលដល់កន្លែង customize កន្លែង customize មានថានេះកន្លែង home tab ហ្នឹងកន្លែងហ្នឹងយើងចុចបើកវាមកដល់ពេលកន្លែង profile កន្លែង profile យើងអាចដាក់មកដាក់រូប profile យើងចង់ដាក់រូបអីដូចសម្រាប់ខ្ញុំដាក់រូបនេះខ្ញុំចុច OK ចុច done បើកន្លែង banner របស់ channel របស់យើងចុចពី upload មកទៅយើងចុច OK ចុច OK ចុច done ដល់ពេលមកកន្លែងនេះយើងឈ្មោះរបស់យើងតែឈ្មោះ channel របស់យើងកន្លែងនេះ description អីចឹងទៅយើងមានអានេះ email អីចឹងទៅដល់ពេលហើយយើងចុច public មានថាយើងសៀវវាមកសេវារៀង slow វា load បន្ទាប់មកយើងចូលមកកន្លែងយើងចូលមកកន្លែងផុសនេះកន្លែងផុសវីដេអូនេះពាក្យ dashboard នេះវាមានកន្លែងផុសវីដេអូវាមានកន្លែង view កន្លែងអីអានេះដោយសារយើងទៅបង្កើតចឹងអត់ទាន់មានផុសវីដេអូហ្នឹងផុសអីទេសម្រាប់វីដេអូនេះបើសិនជាកន្លែង upload យើងចង់ upload ជា short ឬក៏ long អីចឹងទៅយើង upload មកសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងបើសិនអ្នកនរគ្នាពេញចិត្តសូមអ្នកនរគ្នាជួយចុច subscribe ដើម្បីទទួលបានវីដេអូបន្តពីខ្ញុំបានសូមអរគុណ